ខ្ញុំជាក្បាលខ្លាំងណាស់អូយឈឺខ្លាំងណាស់មិនអីទេលោកសម្រាប់សិនចាស់កុំព្យាយាមរកនឹកអីតាមបានទេអត់ទេអ្នកនាងអាចជួយប្រាប់ខ្ញុំថាខ្ញុំឈ្មោះអីតើបានទេអ្នកនាងសូមប្រាប់ខ្ញុំមកខ្ញុំឈ្មោះអីបានហើយចាព្រះអើយឆ្លើយឲ្យរួចពីមាត់សិនចាស់ ទីតាំងនៅផ្ទះជំទាវម៉ែនកូនម៉ាក់កូនអាយុច្រើនហើយណាស់ដែរតើកូនមិនចង់មានចៅឲ្យម៉ាក់ពរទេក៏អីហ៎កូនគិតថាកូនមិនតន់គិតទេម៉ាក់តែមិនយូរទៀតទេព្រោះកូននិងកញ្ចនាក៏បានស្គាល់គ្នានិងយល់ចិត្តគ្នាហើយដែរ ចាល្អខ្លាំងណាស់កូនម៉ាក់កុំយូរពេកលើទេម៉ាក់ក៏អាយុច្រើនណាស់ហើយដែរម៉ាក់ចង់ពោចៅនឹងគេណា បាទអ្នកម៉ាក់ ថ្ងៃមួយវាយោបាននាំកញ្ចនាទៅកំសាន្តនៅរមណីយដ្ឋានមួយកន្លែងជារឿងដែលនឹកស្មានមិនដល់គាត់ក៏បានជួបរឿងមួយ អូនចូលចិត្តបរិយាកាសបែបនេះដែរទេ ចាប្រកាសណាស់បងមើលចាស់ខ្យល់ចំនួនបក់មកស្រស់ស្រាយមែនតែនអូនណាខានបានចេញមកស្រូបខ្យល់អាកាសបែបនេះយូរមកហើយ អូនចាំមួយទឹកជ្រត់ដែរទេនៅខាងមុខនោះពួកយើងនឹងទៅដល់ទឹកធ្លាក់ហើយណាហើយទឹកជ្រោះនោះគឺទឹកជ្រោះប៊ូស្រានោះអី មែនទេអូនចូលចិត្តខ្លាំងណាស់បងបើអញ្ចឹងបន្ថែមលបឿនទៅអូនពិតជាចង់ទៅដល់ខ្លាំងណាស់ហើយយ៉ារំភើបខ្លាំងណាស់ កុំអន្ទះសារអីបើមិនយូរទេពួកយើងទៅដល់ដៃឡៅហើយ បងឈប់ឡានសិនទៅអូនដូចជាចង់ថតរូបនៅទីនេះខ្លាំងណាស់មើលចោះដើមឈើពិតជាធំខ្លាំងណាស់ហើយយ៉ាពិតជាស្រស់ស្អាតមែនទែន បាទបានអូនសម្លាញ់ គូស្នេហ៍កំពុងតែរីករាយក្នុងការធ្វើដំណើរនិងចោះថតរូបយ៉ាងរីករាយក៏មានបរិសម្នាក់លួចវាយវាយោពីក្រោយមួយទំហឹង អូយ បងវាយោភ្ញាក់ឡើងបងអូនភ័យខ្លាំងណាស់បើកភ្នែកមកបងអូនភ័យខ្លាំងណាស់លោកមិនក៏លោកធ្វើបែបនេះមិនបានជាលោកវាយគាត់បែបនេះ កុំដាស់វាអី លោកជាអ្នកណាមិនក៏លោកមកធ្វើបែបនេះ គឺបងទេតាយ៉ាងម៉េចអូនខ្លាចណាស់ហើយឈប់សម្ដែងទៅវាសន្លប់បាត់ហើយ បងរាយោតបងលេខធ្ងន់ដៃពេកហើយណា មិនជ្រុលដៃទេតើអ្នកណាឲ្យវាមកដណ្ដើមអូនពីបងធ្វើអីនោះហ៎ ខ្ញុំមិននិយាយជាមួយបងទេខ្ញុំយកគាត់ទៅមន្ទីរពេទ្យសិនហើយ បានហើយអូនឈប់ធ្វើពុតតទៀតទៅក្រែងអូនជាអ្នកឲ្យបងមកអីអូនមើលចោះវាបាត់ស្មារតីហើយពួកយើងឈប់សម្ដែងទៅ បងនេះពិតជាធួយខ្លាំងណាស់តែបងអូនខ្លាចចំទាវកញ្ចាស់នោះដឹងណាថាអូនបោកពួកវាណាបង អូនកុំបារម្ភអីរឿងនេះទុកឲ្យបងជាអ្នកធ្វើចោះ នេះបងចង់គិតបែបណាបន្តទៀតទៅ គឺបងនឹងយកវាទៅទម្លាក់ជ្រោះនោះអីមកឲ្យឆាប់ឡើងឆាប់បន្តិចមកតន់គេមិនតន់មកតន់ណា ហើយយ៉ាកុំអីបង ហើយយ៉ាអូនឯងនេះនៅអេះអញនឹងហើយតាតិចទៀតវាដឹងខ្លួនហើយឆាប់ឡើងទៅព្រោះតែគំនុំស្នេហារាយុមានចេតនាសម្លាប់មនុស្សរួចក៏យកទៅទម្លាក់ចូលក្នុងជ្រោះតែម្ដងឯងទៅងាប់ទៅឯងទៅងាប់ចុះអាគ្មានបានការឯងនេះហើយដែលជាលទ្ធផលរបស់ឯងដែលដណ្ដើមគូស្នេហ៍របស់យើង តែឯងក៏បានគូរស់ដែរទៅងាប់ទៅអារាយុនេះណែ កញ្ចនាក៏ស្អប់រាយុណាស់ដែរព្រោះចរិតពីរបស់រាយុតែងតែនាំទុកដល់នាងសឹងតែគ្រប់ពេលវេលា ទៅស្លាប់ចុះនៅក៏គ្មានចម្រើនដល់យើងដែរអាមេចោលថោកទៀត បន្ទាប់ពីច្រានសម្រាប់រាយុហើយកញ្ចនាក៏បានវិលត្រឡប់មកផ្ទះជំទាវម៉ែនរួចពោលរៀបរាប់ទាំងទឹកភ្នែកថាទីតាំងនៅផ្ទះជំទាវម៉ែន ជំទាវម៉ាក់ជួយផងជំទាវម៉ាក់ជួយផង តាកូនមានរឿងអីយ៉ា
កញ្ចនា គឺបងរាយុបាត់ខ្លួនក្នុងព្រៃហើយកូនមិនដឹងទៅរកគាត់ឯណានោះទេកូនភ័យខ្លាំងណាស់អ្នកម៉ាកូនភ័យខ្លាំងណាស់ ថាយ៉ាងម៉េចនេះមិនពិតទេមិនពិតនោះទេអូយខ្ញុំវិលមុខខ្លាំងណាស់អូវិលមុខណាស់ ចំទាមម៉ាក់ស្ងប់អារម្មណ៍សិនទេមុននេះបន្តិចខ្ញុំបានឲ្យគេតាមរកហើយម៉ាក់កុំបារម្ភអីណា អាយ៉ាពធអើយកូនមើល សង្ឃឹមតែកូនវិជូបានសុខតិចចោះកូនមិនកាត់អីតិចចោះ អរគុណហើយណាកញ្ចនាកូនដែលកូនយកដំណឹងនេះមកប្រាប់ម៉ាក់ ចាម៉ាក់ រីឯវីយ៉ូឯនេះវិញក្បាលរងរបួសជាខ្លាំងហើយគ្រានោះដែរក៏មាននារីព្រៃភ្នំម្នាក់ប្រទះឃើញនិងជួយយកអាសាផងដែរទីតាំងនៅផ្ទះមេលតី មកជាដើរលេងមិនស្ដាប់ប៉ាម៉ាក់ហើយមកនេះនោះហើយកំឡោះម្នាក់នេះជាកំឡោះទីក្រុងគឺបែបនេះមែនទេគឺភ្លើតភ្លើនបែបនេះពិតជាភ្លើតភ្លើនខ្លាំងណាស់ ដោយមានទឹកចិត្តផងនោះមេលតីបានខិតខំព្យាបាលវីយ៉ូរហូតដល់គាត់ដឹងខ្លួនវិញ តើទីនេះជាកន្លែងណាអ្នកនាងជាអ្នកណា នេះលោកមិនចាំតែខ្លួនឯងជាអ្នកណាទេតើមែនទេ ខ្ញុំជាអ្នកណាហើយខ្ញុំមកពីណាអូយខ្ញុំជាក្បាលខ្លាំងណាស់អូយឈឺខ្លាំងណាស់ មិនអីទេលោកសម្រាប់សិនចាស់កុំព្យាយាមរកនឹកអីតាមបានទេ អត់ទេអ្នកនាងអាចជួយប្រាប់ខ្ញុំថាខ្ញុំឈ្មោះអីតើបានទេអ្នកនាងសូមប្រាប់ខ្ញុំមកខ្ញុំឈ្មោះអី បានហើយចាព្រះអើយឆ្លើយឲ្យរួចពីមាត់សិនចាស់លោកគឺឈ្មោះម៉ាន់យ៉ាគឺម៉ាន់យ៉ាណា ម៉ាន់យ៉ាតើមែនទេខ្ញុំគឺម៉ាន់យ៉ាអរគុណហើយអ្នកនាងដែលអ្នកនាងជួយប្រាប់ខ្ញុំសុំនៅទីនេះផងតើបានទេ មើលទៅលោកបាត់ការចងចាំហើយលោកនៅទីនេះសិនចាស់ បាទអ្នកនាងខ្ញុំអរគុណអ្នកនាងហើយណាអ្នកនាង ចាប់តាំងពីពេលនោះមកវីយ៉ូក៏បានរស់នៅក្នុងភូមិជនជាតិជាមួយនឹងម៉ាឡាតីហើយក៏កំពុងរកនឹកផ្លូវទៅផ្ទះវិញដែរ មកដល់ពេលនេះទៅហើយលោកអាចចាំផ្លូវទៅផ្ទះបានខ្លះដែរទេ ខ្ញុំពិបាកចិត្តខ្លាំងណាស់ខ្ញុំមិនអាចរកនឹកឃើញតតែសោះគឺអ្វីដែលខ្ញុំចាំគឺខ្ញុំស្រឡាញ់អ្នកនាងហើយខ្ញុំស្រឡាញ់អ្នកនាងហើយណាអ្នកនាង នេះលោកកើតអីនឹងលោកយល់សពតើមែនទេ ខ្ញុំនិយាយនេះគឺនិយាយពិតមែនណាអ្នកនាងគឺខ្ញុំមានចិត្តស្រឡាញ់អ្នកនាងមានទឹកចិត្តល្អខ្លាំងណាស់ខ្ញុំគិតថាគ្មានអ្នកណាល្អជាងអ្នកនាងទៀតនោះទេ ខ្ញុំមិនប្រកែកចំពោះក្តីស្រឡាញ់របស់លោកទេតែខ្ញុំក៏មិនអាត្មានិយមលាក់លោកទុកដែរខ្ញុំចង់ជួយលោករកគ្រួសាររបស់លោកឲ្យឃើញសិនណា បាទអរគុណទឹកចិត្តរបស់អ្នកនាងខ្លាំងណាស់អរគុណទឹកចិត្តល្អតែអ្នកនាងពេលនេះពួកយើងធ្វើជាសង្សារនឹងគ្នាតើបានទេ ចាខ្ញុំយល់ព្រម កន្លងទៅបានមួយរយៈម៉ាឡាតីក៏សម្រេចចិត្តថានឹងនាំវីយ៉ូទៅទីក្រុងព្រោះសង្ឃឹមថាវីយ៉ូនឹងបានជួបជុំគ្រួសាររបស់គាត់វិញ បងម៉ាន់យ៉ាគ្រួសាររបស់បងមុនបារម្ភបងខ្លាំងណាស់ហើយអូនគិតច្បាស់ហើយអូននឹងនាំបងទៅរកពួកគាត់ តែបងមិនដឹងថាពួកគាត់មានរូបរាងបែបណានោះទេបើបងទៅរកខ្លាចតែអូនត្រូវចំណាយពេលនិងចំណាយលុយសំរបស់អូនខ្លាំងណាស់គឺបងខ្លាចអូនចំណាយអស់បាយអត់ប្រយោជន៍ ចាបងតែអូនមិនចង់ឃើញបងបែកបាក់គ្រួសារនោះទេបងកុំបារម្ភអីអូនលក់គោក្របី3-4ក្បាលគ្រប់ហើយបងកុំភ័យអី ចុះបើរកមិនឃើញនោះ មានតែសាកល្បងទេបងម្យ៉ាងអូនគិតថារូបរាងនិងអាយុរបស់បងមកជាមានអ្នកធ្លាប់ស្គាល់ជាមិនខាននោះទេ អូនពិតជាឆ្លាតខ្លាំងណាស់ មិនឆ្លាតទេតែដើម្បីម្ចាស់ស្នេហ៍របស់អូនអាចធ្វើបានស្អែកនេះបងត្រឹងនៅពីព្រលឹមណាបងសម្លាញ់ បាទអូនសម្លាញ់
លុះស្អែកឡើងបានមកដល់គូស្នេហ៍ទាំងពីរក៏បានផ្សងព្រេងពីផែនដីពីភូមិភាគឦសានឆ្ពោះទៅរាជធានីភ្នំពេញនៅទីក្រុងភ្នំពេញ សំណាងហើយណាបងមើលចាស់មានលិខិតបានផ្សព្វផ្សាយតែម្ដងអូននឹងខលទៅតាមលេខនេះ ជារឿងនឹកស្មានមិនដល់កញ្ចនាក៏បានប្រទះឃើញពួកគេរួចនិយាយថា បងវ៉ៃយោបងសម្លាញ់អូនតាមរកបងយូរណាស់មកហើយណាបង អ្នកនាងតើអ្នកនាងជាអ្នកណាអ្នកនាងនិយាយជាមួយខ្ញុំតាក់មែនទេ បងនិយាយអីហ្នឹងគឺនាងមែនទេដែលជាអ្នកលាក់បងវ៉ៃយោទុកនោះអាខ្ញុំនឹងហៅប៉ូលីសខ្ញុំនឹងខលហៅប៉ូលីសឥឡូវនេះឲ្យមកចាប់នាង អ្នកនាងយល់ច្រឡំហើយខ្ញុំមិនបានលាក់គាត់ទុកនោះទេ ហើយចំមិនក៏នាងមិននាំគាត់ទៅជួបម៉ាក់ចំទាវវិញក្រែងនាងបានឃើញក្តីប្រកាសហើយតើមែនទេ អ្នកនាងកាន់តែវែងឆ្ងាយហើយក ុំនិយាយច្រើនពេកខ្ញុំនឹងនាំបងវ៉ៃយោទៅផ្ទះវិញហើយចំណែកឯនាងទៅប៉ុស្តិ៍ប៉ូលីសចោះ មិនបានទេខ្ញុំទុកចិត្តនាងមិនបានឡើយចុះបើនាងជាមនុស្សបោកប៉ះជាជនឆ្លៀតឱកាសគិតយ៉ាងម៉េចទៅ នាងឯងនិយាយផ្ដេសផ្ដាសខ្ញុំជាគូអ្នកនឹងរបស់គាត់ណា តែម៉ាឡាតីនិយាយត្រូវហើយបើអ្នកនាងពិតជាស្គាល់ខ្ញុំមែនសូមនាំខ្ញុំទៅជួបគ្រួសាររបស់ខ្ញុំសិនទៅបានខ្ញុំជឿអ្នកនាង បងវ៉ៃយោបានខ្ញុំយល់ព្រមឆាប់ឡើងខ្ញុំជូនបងទៅផ្ទះវិញណា ពេលនោះពួកគេក៏បាននាំវាយោទៅផ្ទះវិញទីតាំងនៅផ្ទះជំទាវម៉ែន កូនវាយោហើយយ៉ាកូនម្ដាយកូននៅរស់ទេអីអាយ៉ាម៉ាក់ពិតជាបារម្ភពីកូនខ្លាំងណាស់ម៉ាក់បារម្ភខ្លាំងណាស់ អ្នកគឺជាអ្នកម្ដាយរបស់ខ្ញុំតើមែនទេ ហើយយ៉ានេះតើមានរឿងអីមិនក៏កូនចាំម៉ាក់មិនបានបែបនេះមានរឿងអីយ៉ា ចំទាវម៉ាក់មកពីនាងនេះហើយនាងយកបងវ៉ៃយោទៅលាក់ទុកពេលនេះបងវ៉ៃយោចាំតែវាម្នាក់ទេនាងនេះជាចៅណាចំទាវម៉ាក់ ខុសហើយអូនម៉ាឡាតីជាសង្សាររបស់ខ្ញុំនាងមិននឹងអាចបោកប្រាស់ខ្ញុំនោះហើយនាងក៏ជាអ្នកនាំខ្ញុំមកគ្រួសាររបស់ខ្ញុំវិញដែរតើត្រង់ណាទៅនាងជាចោតនោះ បងវ៉ៃយោអូនជាសង្សាររបស់បងណាមិនក៏បងកាន់ជើងវាទៅវិញ នាងជានរណានាងនិយាយមកនាងនិយាយមកមើលថាកូនរបស់ខ្ញុំកាត់អី ថ្ងៃនោះខ្ញុំបានឃើញគាត់សន្លប់ក្បែរមាត់ជ្រោះហើយក្បាលគាត់រងរបួសខ្ញុំក៏យកគាត់ទៅព្យាបាលគាត់ជាវិញក៏មិនបានចាំអ្វីនោះទេ ហើយយ៉ាពធកូនម៉ាឯងចាំម៉ាក់បានទេចាម៉ាក់នឹងយកកូនទៅវះកាត់ចុះណាកូនមកជាអាចចង់ចាំវិញបានទាំងអស់ម៉ាក់នឹងយកកូនទៅព្យាបាល តែខ្ញុំមិនអីទេខ្ញុំមិនចង់វះកាត់នោះទេ ហាហេតុអ្វីទៅកូន បើខ្ញុំជាកូនម៉ាក់ពិតមែនម៉ាក់ត្រូវតែរៀបការខ្ញុំនិងម៉ាឡាតីជាមុនសិនទើបខ្ញុំព្រមតាមនាងម៉ាក់ខ្ញុំនឹងទៅវះកាត់ បងវ៉ៃយោមិនក៏បងយកនាងព្រៃភ្នំម្នាក់នេះធ្វើជាប្រពន្ធបែបនេះនាងគ្មានឋានៈសមនឹងបងទេណាបងវ៉ៃយោ តែខ្ញុំមិនស្គាល់អ្នកណាទេក្រៅពីអូនម៉ាឡាតី ចាបានម៉ាក់នឹងយល់ព្រមឲ្យកូនទាំងពីររៀបការឆាប់នេះហើយឲ្យតែកូនព្រមវះកាត់ម៉ាក់ព្រមតាមកូនទាំងអស់ នេះចំទាវម៉ាស់ចុះកូននោះគិតយ៉ាងម៉េច វយោកូនទៅសម្រាប់ចោះចំណែកឯម៉ាឡាតីម៉ាក់មានរឿងចង់អរគុណនាងបន្តិច ចាបងមិនចាបងទៅសម្រាប់ចោះអូននៅជជែកលេងជាមួយអ្នកមីងសិនណាបង បាទអូន ពេលនោះវាយោក៏បានដើរចាក់ចេញបាត់ នាងរៀបការជាមួយនឹងកូនខ្ញុំហើយនាងក៏ចាក់ចេញទៅខ្ញុំនឹងប្រគល់លុយឲ្យនាងឲ្យបានសមរម្យជាទីបំផុតតើដឹងទេ ជាអ្នកព្រៃភ្នំ5ទៅ6លានគឺគ្រប់គ្រាន់ហើយ គឺហេតុអ្វីទៅលោកចំទាវ វះកាត់ហើយកូនរបស់ខ្ញុំគឺមិនចាំនាងទៀតនោះទេនាងដឹងចំណុចនេះផងទៅ
ខ្ញុំយល់ព្រមខ្ញុំនឹងចេញឲ្យឆ្ងាយក្នុងថ្ងៃដែលគាត់វះកាត់ចោល បើនាងយល់បែបនេះគឺល្អហើយឋានៈអ្នកទាំងពីរគឺមិនសមគ្នានោះទេនាងត្រូវតែយល់ឲ្យច្បាស់បើនាងស្រឡាញ់គឺលះបង់គឺត្រូវតែលះបង់គេឲ្យមកខ្ញុំវិញ ចាលោកចំទៀងខ្ញុំយល់ហើយ អញ្ចឹងបានហើយនាងទៅមើលកូនខ្ញុំចោះ ពេលនិយាយហើយម៉ាឡតីក៏បានដើរចេញ ចំទៀងម៉ាក់ពិតជាឆ្លាតខ្លាំងណាស់នេះខ្ញុំខំតែភ័យហើយបបពោះខ្លាំងណាស់បបពោះអស់រលែងតែម្ដងហើយ ត្រូវចាំណាកូនប្រសាររបស់ម៉ាក់មានតែកូនកញ្ចនាទេណាកូនស្រី ចាអរគុណហើយចំទៀងម៉ាក់ ក្រោយពីនោះជំទាវម៉ែនក៏បានរៀបការវាយោនិងម៉ាឡតីលុះថ្ងៃបន្ទាប់វាយោក៏បានចូលទៅបន្ទប់វះកាត់ដោយការសន្យាមែនទីតាំងនៅមន្ទីរពេទ្យ នេះគឺជាថ្ងៃចុងក្រោយរបស់នាងហើយនាងយកចោះនាងយកលុយនេះចោះហើយកុំនៅទីនេះទៀតអី លោកចំទៀងខ្ញុំមិនចង់បានប្រាក់នៅទេខ្ញុំគ្រាន់តែចង់ឃើញបងវិយោវះកាត់ដោយជោគជ័យតែប៉ុណ្ណោះ នេះនាងគិតច្បាស់ហើយតើមែនទេលុយនេះនាងអាចប្រុសស្រួលបានណា ខ្ញុំមិនចង់ជួយគេដើម្បីតែលុយនោះទេលោកចំទៀវទុកវិញចោះ អញ្ចឹងនាងចង់ជួបកូនប្រុសរបស់ខ្ញុំណាស់តើមែនទេ ចាគឺប្រកាសខ្លាំងណាស់ខ្ញុំចង់ជួបគាត់ជាលើកចុងក្រោយ បានយើងអនុញ្ញាតចោះតែ10នាទីតែប៉ុណ្ណោះ ចាអរគុណហើយលោកចំទៀវ នៅក្នុងបន្ទប់ព្យាបាល បងកុំខ្លាចអីណាបងមុខជាអាចចងចាំវិញបានអូននៅចាំបងនៅទីនេះ កុំទៅណាអីបងចំបាំងភ្នែកមកឃើញអូនបងចង់ឃើញអូនមុនគេណាង ចាបងអូននៅទីនេះអូនមិនទៅណាជាដាច់ខាតបងកុំបារម្ភអីដល់ម៉ោងវាកាត់ហើយស៊ូណាបងសម្លាញ់ បាទអូន ក្នុងថ្ងៃនោះដែរវាយោវះកាត់ក៏ជាថ្ងៃដែរមាលាចាក់ចេញតើនឹងមានរឿងអ្វីកើតឡើងក្រោយពីការវះកាត់នោះ ចំទៀងម៉ាក់មើលវាទៅមើលវាចោះបើបងវាយោក្រោកមកហុកស៊ូរោគនាងតើគិតយ៉ាងម៉េចកូនពិតជាបារម្ភខ្លាំងណាស់ មិនអីទេហេមិនអីទេកូនម៉ាក់ធានាថាកូនវាយោនឹងមិនអាចចាំបានទេអារម្មណ៍ស្នេហានឹងមិនអាចប្រឆាំងការវះកាត់បាននោះទេណា ចាស់ម៉ាក់កូនយល់ហើយម៉ាក់តោះពួកយើងទៅមើលបងវាយោទៅ ចាចា ម៉ែអូនកញ្ចនាមិនក៏ខ្ញុំមកនៅទីនេះមានរឿងអ្វីកាត់ឡើងតើមែនទេមានរឿងអ្វីកាត់ឡើង កូនវាយោប្រសាណាដៃកូនចង់ចាំដូចពីមុនមកវិញហើយចាម៉ាក់ពិតជាភ័យខ្លាំងណាស់ម៉ាក់ភ័យថាកូនចាំម៉ាក់មិនបានអស់មួយជីវិត បងវាយោបងបំភ័យអូនខ្លាំងណាស់ចំទៀងម៉ាក់អស់អីហើយពួកយើងអាចទៅផ្ទះវិញបានហើយ ចាកូនហើយចំណែកឯពិធីមង្គលការនឹងវានឹងកើតឡើងឆាប់នេះជាមិនខានទេណា ទីតាំងនៅផ្ទះលោកជំទាវម៉ែន ម៉ែតើម៉ាក់ការខ្ញុំជាមួយនឹងអូនមីលតីម្ដងទៀតតើមែនទេ មានលតីណាគ្មានទេមានតែកូនកញ្ចនានេះឯងដែលនៅក្បែរកូនកន្លងមកនោះណាកូន បងវាយោអូនរងចាំបងរងចាំថ្ងៃមង្គលការយើងយូរមកហើយណា អត់ទេបងមិនស្រឡាញ់អូនទេម៉ែតើមីលតីនាងនៅឯណា កូនម៉ាក់មិនមានមេលតីមេលទួយអីនោះទេតាមមានមេលតីមេលទួយនោះមកពីណាទៅហ៎កូនម៉ាក់ ម៉ែមិនក៏ម៉ាក់និយាយអញ្ចឹងម៉ាក់គិតថាកូនជាកូនក្មេងតើមែនទេឆាប់តកូលអូនមីលតីមកឲ្យកូនភ្លាមមកកូនពិតជាស្រឡាញ់នាងខ្លាំងណាស់ហើយកូនស្រឡាញ់នាងតែម្នាក់តែប៉ុណ្ណោះ បងវាយោមិនក៏បងគិតអញ្ចឹងអូនទេដែលជាអ្នកមើលថែបងកន្លងមកណាមិនក៏បងមើលមិនឃើញអូនទៅតែសោះបងមើលមិនឃើញចិត្តរបស់អូនទេតាមែនទេ ចេញទៅខ្ញុំមិនបានប្តឹងប៉ូលីសចាប់នាងរាប់ខានល្អហើយ ហាប្តឹងប៉ូលីសមិនបានជាប្តឹងប៉ូលីសតាមមានរឿងអីហ៎កូន ម៉ាកូនបាត់ការចំចាំឬចំចាំវិញក៏ដោយ
កូនមិនអាចបំភ្លេចមេលតីបានទេឆាប់ប្រកល់នាងឲ្យកូនភ្លាមមកម៉ា បងវយោមិនក៏បងចេះតែរហុកមេលតីអញ្ចឹង កំពុងតែប្រកែកគ្នាពេលនោះរាយុទ្ធក៏បានដើរចូលមកនាងឯងល្មមឈប់បានហើយនាងកញ្ចនា ឯងមិនក៏ឯងនៅទីនេះ នាងស្រីក្បត់នាងថោកទាប នេះលោកជាអ្នកណា លោកស្រីខ្ញុំគឺជាប្តីរបស់នាងកញ្ចនានេះឯងយ៉ាងម៉េចដែរនាងកញ្ចនានាងឯងរស់នៅបោកគេស្រួលខ្លាំងណាស់តើមែនទេហ៎ អត់ទេជំទាវម៉ាក់វាក៏ហក់នៅទេម៉ាក់កុំជឿវាអី ពេលនោះប៉ូលីសក៏បានដាស់ចូលមកអ្នកទាំងពីរសូមប្រកល់ខ្លួនឲ្យពួកយើងមានភ័ស្តុតាងគ្រប់គ្រាន់អស់ហើយថោអ្នកទាំងពីរបានរៀបគម្រោងសម្លាប់មនុស្ស អ្នកណាប្តឹងអា គឺយើងនោះអីយើងបានសារភាពហើយចំណែកឯនាងក៏យើងមិនឲ្យរួចខ្លួនដែរអូនសម្លាញ់ ថោកទេពអាថោកទេព ហើយយ៉ាពួកឯងពិតជាអាក្រក់ខ្លាំងណាស់យើងខំស្រឡាញ់ខំអាណិតឯងបែរជាលួចលាក់ធ្វើរឿងអាក្រក់ក្រោយខ្នងកូនប្រុសរបស់យើងទៅវិញអា អត់ទេជំទាវម៉ាក់កូនអត់បានចូលរួមគំនិតនោះទេ លោកប៉ូលីសសូមលោកចាប់ខ្ញុំម្ចាស់និងចាប់នាងផងដែរអូនសម្លាញ់បងចាំមើលថែអូននៅក្នុងគុកណាពួកយើងមិនបែកគ្នាទៀតនោះទេ អាថោកទេពលែង កូនប្រុសម៉ាក់មើលមនុស្សខុសហើយកូនដឹងតាំងពីដំបូងហើយតើមែនទេណា ម៉ាកូនចាំថ្ងៃនោះពួកគេនិយាយគ្នារួចក៏ពួកគេរុញច្រានកូនទម្លាក់ជ្រោះតែម្ដងក្រោយមកកូនអត់បានចាំអ្វីនោះទេ ហើយយ៉ាពធអើយកូនម៉ាក់ត្រូវហើយកូនទៅតាមរកមេលេចោះនាងមកជាឈឺចាប់ណាស់ហើយដែលត្រូវបង្ខំចិត្តបែកពីកូនបែបនេះកូនទៅរកនាងចោះ ម៉ាក់មិនបំបាយកូនទេតើមែនទេម៉ាក់កូនពិតជាស្រឡាញ់អ្នកម៉ាក់ខ្លាំងណាស់កូនអរគុណហើយណាអ្នកម៉ាក់ វាយោបានរត់ទៅតាមមេលតីគ្រប់ទីកន្លែងចុងក្រោយគាត់ក៏បានឃើញនាងកំពុងតែអង្គុយតែម្នាក់ឯងយ៉ាងសោកសៅ មេលតី គ្រាន់តែឮសំឡេងស្រែកហៅមួយនេះមេលតីហាក់ដូចជាទប់ទឹកភ្នែកមិនជាប់តែនាងមិនអាចឆ្លើយព្រោះថានេះគឺជាវិធីកាត់ចិត្តដ៏ល្អបំផុតរបស់នាង អូនមេលតីអូនចង់ទៅចោលបងតើមែនទេបងមិនអាចរកគ្មានអូនបានទេណាអូនសម្លាញ់ ហើយចោះសង្សាររបស់លោកវិញនោះ នាងគឺជាមនុស្សអាក្រក់នាងក៏ហក់នាងទៅត្រូវប៉ូលីសចាប់ខ្លួនអំបញ្ញមិញនេះឯងចំណែកអាម៉ាស់ក៏មិនបានបំបែកពួកយើងទៀតនោះទេ ហាមែនទេអញ្ចឹងស្នេហារបស់ពួកយើងលែងមានឧបសគ្គទៀតហើយតើមែនទេបងម៉ាន់យ៉ា បាទគឺប្រកាសណាគឺអត់មានទេហើយបងក៏សន្យាថាស្រឡាញ់អូនតែម្នាក់គត់ណាអូនសម្លាញ់ បងម៉ាន់យ៉ាអូនក៏ស្រឡាញ់បងខ្លាំងណាស់ដែរអូនស្រឡាញ់បងខ្លាំងណាស់ គ្មានអ្វីអាចយកឈ្នះកម្លាំងស្នេហាបានទេទីបំផុតបរោះនារីទាំងពីរពុំមានឧបសគ្គមករារាំងស្នេហារបស់ពួកគេទៀតឡើយចាប់តាំងពីថ្ងៃនោះមកពួកគេក៏រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត